ក្នុងវ័យ22ឆ្នាំលោកសេនហុកសៀនមកពីខេត្តកំពង់ធំបានសម្រេចកិច្ចការមួយដែលមនុស្សជាច្រើនពិបាកធ្វើបានលោកបានផលិតដ្រូនស៊ើបការរយៈចម្ងាយឆ្ងាយដែលអាចហោះបាន100គីឡូម៉ែត្រនិងល្បឿន80គីឡូម៉ែត្រក្នុង1ម៉ោងជានិស្សិតឆ្នាំទី4ផ្នែកពាណិជ្ជកម្មហុកសៀនបានចាប់ផ្ដើមដំឡើងយន្តហោះគ្មានមនុស្សបើកឬក៏ដ្រូនតាំងពីឆ្នាំ2019ដោយផ្ដើមពីការផ្គុំដ្រូនតូចៗដែលអាចហោះបានត្រឹម5ទៅ10គីឡូម៉ែត្ររហូតដល់អាចផលិតតួដ្រូនបង្កើតកម្មវិធីហោះហើរនិងប្រព័ន្ធបញ្ជាការដោយខ្លួនឯងដោយរៀនពីគ្រូជនជាតិរុស្ស៊ីផងនៅខែវិច្ឆិកាឆ្នាំ2025សៀនបានបំបែកកំណត់ត្រាដោយផលិតដ្រូនស៊ើបការខ្នាតធំរយៈចម្ងាយឆ្ងាយប្រភេទ UAV និងបានសាកល្បងហោះដោយជោគជ័យដ្រូននេះមានប្រវែងពីចុងស្លាបម្ខាងទៅចុងស្លាបម្ខាងទៀត2ម៉ែត្រនិងប្រវែង1ម៉ែត្រកន្លះពីក្បាលទៅកន្ទុយអាចភ្ជាប់កាមេរ៉ាទំនើបរួមទាំងប្រភេទ UAV gimbal ដែលអាចចាប់រូបភាពពីចម្ងាយដើម្បីកិច្ចពីការស្ទាក់ចាប់សៀនបានប្រើប្រព័ន្ធបញ្ជាការដោយមនុស្សជំនួសឲ្យ GPS ហុកសៀនបានប្រាប់ News Today ថាគេប្រើដ្រូនស៊ើបការដើម្បីកំណត់ទីតាំងសត្រូវមុននឹងបញ្ចេញដ្រូនកង្ហា4ប្រភេទ FPV ហោះចេញទៅទម្លាក់គ្រាប់បែកដើម្បីបញ្ជាក់ពីប្រសិទ្ធភាពនិងភាពធន់នឹងអាកាសធាតុសៀននឹងសាកល្បងបង្ហោះដ្រូននេះឆ្លងកាត់សមុទ្រនៅខែធ្នូឆ្នាំនេះសៀនប្រាប់ថាលោកព្យាយាមសម្រេចកិច្ចការនេះដោយរំពឹងថានឹងអាចរួមចំណែកនៅក្នុងកិច្ចការពារជាតិទោះបីជាទៅថ្ងៃខាងមុខទៀតប្រទេសយើងផុតពីសង្គ្រាមឬក៏នៅមានសង្គ្រាមក៏យន្តហោះការធ្វើយន្តហោះគឺនៅតែធ្វើដដែលយើងបើប្រៀបធៀបជាមួយសហរដ្ឋអាមេរិកឃើញប្រទេសគេពេលខ្លះអត់មានសង្គ្រាមទេប៉ុន្តែគេធ្វើយន្តហោះទុកច្រើនណាស់គឺច្រើនម៉ូតច្រើនម៉ាក់ហ្មងអញ្ចឹងស្រុកខ្មែរយើងធ្វើដូចគ្នាគ្រាន់តែយើងធ្វើទុកឲ្យបានច្រើននៅថ្ងៃណាមួយដែលត្រូវប្រើការគឺយើងមានរបស់ខ្លួនឯងហ្មងទោះយ៉ាងណាដោយសារសៀនផលិតតែម្នាក់ឯងនិងពឹងទៅលើថវិកាផ្ទាល់ខ្លួនដែលសន្សំបានពីការលក់ដ្រូនកំសាន្តសៀនមិនទាន់ផ្ដោតទៅលើសោភ័ណភាពរបស់ដ្រូននេះនៅឡើយទេក្រោយការសាកល្បងហោះម្ដងទៀតបានជោគជ័យនិងប្រសិនបើមានការគ្រប់គ្រងពីមហាជននិងរដ្ឋាភិបាលសៀននឹងកែលម្អដ្រូននេះបន្ថែមដោយសៀនអះអាងថាមិនឲ្យចាញ់ផលិតផលរបស់បរទេសឡើយខ្ញុំរស់សុធាពី News Today NTTV Whatever you need to do, whatever stands in your way, life is yours to master. Ford Everest.